ត្ថបទស្ដាប់ថ្នាក់ទី4រឿងនាយល្អមានមេប្រៀបមួយបានដឹកនាំវងប្រៀបទៅរកចំណីពួកវាបានឃើញស្រូវអង្កររីពាសពេញទីកន្លែងមួយពេលឃើញចំណីច្រើនសន្ធឹកសន្ធាប់យ៉ាងនេះពួកប្រៀបបំរុងនឹងចោះទៅស៊ីចំណីទាំងនោះតែមេវងប្រៀបបានខាត់ថាណែសំឡាញ់ទាំងអស់ចំណីអាហារដែលយើងបានឃើញដោយងាយយ៉ាងនេះពុំមែនជាអាហារដែលគួរឲ្យចោះទៅបរិភោគឡើយព្រោះវាអាចជានុយសម្រាប់ចាប់ពួកយើងក៏សឹងមានវងប្រៀបឮហើយក៏តបថាពួកយើងខំហារកចំណីពេលប្រទះចំណីហើយហេតុអ្វីបានជាលោកនាយមិនឲ្យយើងបរិភោគដូចនេះតែយើងទៅរកឯណាទៀតព្រោះចំណីនេះយើងរកបានដោយកម្រគិតហើយវងប្រៀបក៏នាំគ្នាចោះស៊ីចំណីព្រានឃើញក៏កន្ត្រាក់លុបប្រៀបទាំងអស់ជាប់ក្នុងលុបមេវងឃើញក្តីអន្តរាយក៏រិះគិតរកមធ្យោបាយជួយវងប្រៀបទាំងអស់មេវងនិយាយទៅកាន់វងប្រៀបថាពួកយើងត្រូវតែស្រស់គ្នាឡើងហើយខំទៅទះស្លាប់ហាព្រមគ្នាដើម្បីឲ្យរួចជីវិតពីអន្ទាក់ព្រានឥឡូវស្ដាប់ខ្ញុំកាលណាឮខ្ញុំរាប់ដល់3អ្នកទាំងអស់គ្នាត្រូវទៅទះស្លាប់ព្រមគ្នាឡើងថាហើយមេប្រៀបវងក៏ស្រែកថា1 2 3ដោយទៅទះស្លាប់ហាព្រមគ្នាវងប្រៀបបានហើរឡើងទៅលើអាកាសជាប់ទាំងលុបទៅជាមួយផងវងប្រៀបបានចោះត្រង់ដំបូកមួយដែលជាចម្រោកនៃសត្វកណ្ដុរសស្ដេចកណ្ដុរឃើញហើយក៏ចេញទៅជួយកាត់ផ្ដាច់ខ្សែលុបវងប្រៀបក៏បានរួចជីវិតដោយសារមេវងចាប់ពីថ្ងៃនោះមកវងប្រៀបបានហៅមេវងថានាយល្អរហូតមកសំណួរ1ហេតុអ្វីបានជាវងប្រៀបចប់លុប2តើមេវងហាមវងប្រៀបដូចម្ដេច3តើប្រៀបទាំងអស់បានរួចពីសេចក្តីស្លាប់ដោយវិធីណា4តើអ្នកមានចំណាប់អារម្មណ៍ដូចម្ដេចចំពោះរឿងនេះព្រោះអ្វី